ឈរប្រយុទ្ធតតាំងប្រាប់លោកក៏ថាคนខ្មែរយើងខ្លាចអ្នកណាក៏ដឹងក៏ស្ញប់ស្ញាយអស់កីឡាករនីបង្គោលខៀវគេមានទម្ងន់51គីឡូក្រាមដូចគ្នាវ័យ35ឆ្នាំកម្ពស់1.70 ម៉ែត្រប្រកួតបានចំនួន5ដងឈ្នះ3ដងចាញ់1ដងនិងស្មើ1ដងប្រកួតចុងក្រោយយកឈ្នះដៃគូរបស់គេនៅក្នុងទឹកទី3គេជាកីឡាករនីដែលមកពីសហរដ្ឋអាមេរិកលោកស្រីនៅនេះកញ្ញាក៏សូមណែនាំឲ្យស្គាល់អិនត្រីក្រញ៉ាំដៃឆ្លងដែន Amanda Melzer បំណងទី1 round 1បាទអរគុណការប្រកួតគូមិត្តភាពអន្តរជាតិកីឡាករនេះឈានចូលមកដល់ពុកម៉ែបងប្អូនយើងសូមសម្លេងជូនកីឡាករនេះទាំងពីរមួយបងបាទតតស្ដាំលុកណៃបាទស្ដាំរបស់អាមែនដាបាទអាមែនដាក៏ប្រាប់ថាស្រីពេញល្អជាពិសេសគឺចលនាចេញចូលរហ័សរហួនបាទស្រីពេញក៏ទៅសើថាអាមែនដានឹងជង្គង់ល្អបាទអញ្ចឹងថាសិតតែស្វែងរកចំណុចខ្លាំងរបស់ដៃគូឃើញរីខ្លួនបាទតតក្រៅមួយរបស់ Amanda Melzer បាទគេហៅថា The Iron Rose មកពីអាមេរិកបាទទាត់ស្ដាំរបស់ស្រីពេញរីច្បាំងគុណខ្មែរបាទចាប់កាច់រុញបដួលបាទលោកគ្រូអិនវិចិត្របន្តការប្រកួតបាទដើរចូលទៅទាត់ប្រច្រាស់គ្នាទាត់ស្ដាំរបស់ស្រីពេញបាទព្យាយាមកាច់បបលកាច់មកឲ្យជង្គង់របស់ស្រីពេញបាទចាំមើលថាតើអាមិនដាឬក៏ស្រីពេញតើស្រីពេញអាចសងសឹកឲ្យសេនានិងវ៉ាន់និចក៏ដូចជាស្រីស្រស់បានឬក៏អត់បាទចូលអោបបាទជង្គង់តែគេហៅថាសៃជង្គង់ញាប់ស្មេដូចម៉ាស៊ីនផុងដាក់ម៉ូទ័រពីកីឡាករនេះគុណខ្មែរធនស្រីពេញបាទដើរចូលមិនតិចសិនធាក់ដើរចូលមួយជង្គង់របស់ស្រីពេញបាទជាយាមកាច់មកឲ្យបាទធ្វើអ្វីកាត់ជង្គង់របស់ស្រីពេញអោបជាប់ជង្គង់របស់ Amanda Melzer បាទ Amanda ដើរចូល Amanda កំពុងតែសម្លឹងមើលញាក់មួយតិចសិនបាទស្រីពេញព្រឹកព្រៀងដើរចូលឆក់បាត់ជង្គង់ឆ្វេងរបស់ស្រីពេញបាទជាយាមចាប់កាច់បវលរុញបដួលរបស់ Amanda បាទចូលចាប់ទៅហាក់ថា Amanda ចេញជង្គង់មិនទាន់ក៏ប៉ុន្តែរៀងរឹងជាងបាទទាត់ស្ដាំរបស់ស្រីពេញក្តាប់ដៃឆ្វេងស្ដាំរបស់ Amanda បាទពីបេដៃជាប់គ្នាចាក់ជើងក្រោមទាត់ឆ្វេងចាប់ជើងបានបាទលោកគ្រូអិនវិចិត្រចាប់បបែកបាទឲ្យបន្តការប្រកួតបាទកំពុងតែសម្លឹងមើលបាទណែបាទប្រកួតកម្មវិធីធំចុងក្រោយនេះស្រីពេញមេដៃមាស Amanda មេដៃប្រាក់អើយអូជង្គង់របស់ Amanda Melzer 3បាទចូលរួមសោកស្ដាយបាទដល់ធនស្រីពេញបាទមួយជង្គង់ឆ្វេងបាញ់ញាក់បោះជង្គង់ឆ្វេងបាទគឺបាទលោកគ្រូអិនវិចិត្រគឺសម្រេចបញ្ឈប់ការប្រកួតទៅហើយបាទអញ្ចឹងគឺស្រីពេញនៅតែមិនអាចបាទបញ្ចប់ដំណើរបាទមិនអាចបញ្ឈប់ភាពខ្លាំងរបស់ Amanda បានបាទហើយ Amanda ក៏បាទសំពះសំទោសបាទក្នុងនាមជាបាទកីឡាករនេះនៅលើសង្វៀនគឺតែងតែប្រកួតយកឈ្នះយកចាញ់បាទក៏ប៉ុន្តែចប់ពីសង្វៀនគឺក្នុងនាមជាអ្នកស្រឡាញ់វិស័យក្បាច់គុណដូចគ្នាបាទនេះបាទប្រិយមិត្តបាទកំពុងតែជក់ចិត្តបាទសម្រាប់ការប្រកួតបាទអញ្ចឹងយើងឃើញថាតាំងតពីគូទី1បាទរហូតដល់គូមិត្តភាពអន្តរជាតិគឺនៅតែមិនទាន់ឃើញរកគូណាដែលអាចថាឈ្នះចាញ់គ្នាត្រឹមតែបន្ទុះបាទយើងទស្សនារូបភាពអូយបាទជង្គង់ឆ្វេងរបស់ Amanda Melzer ត្រង់នេះបាទយើងឃើញថានៅពេលដែលចូលអោបស្រីពេញក៏ប្រើជង្គង់បានច្រើនក៏ប៉ុន្តែនៅពេលដែល Amanda បាទសងបុកមកជង្គង់ឆ្វេងនេះគេថាអត់បានប្រឹងអត់បានហឹបបាទអញ្ចឹងចូលចុងដង្ហើមគឺស្រីពេញបាទសោកស្ដាយគឺមិនអាចបន្តដំណើរបានទេបាទយើងទស្សនារូបភាពម្ដងទៀតសម្រាំងជូនពីក្រុមការងារបាទចូលណែនតែម្ដងបាទពេញចុងដង្ហើមបាទអញ្ចឹងគឺលោកគ្រូអិនវិចិត្របាទសម្រាប់បញ្ឈប់ការប្រកួតត្រឹមតែពាក់កណ្ដាលផ្លូវនៅក្នុងទឹកទី1បាទអរគុណច្រើនប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថាការប្រកួតបាទលទ្ធផលជាក់ស្ដែងប្រិយមិត្តក៏បានទទួលឃើញបាទដូច្នេះខ្ញុំបាទក៏បាទសូមប្រកល់ភារៈនេះបាទជូនទៅដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការជូនបានចាសសូមអរគុណបង្គោលខៀវកីឡាករនីអាមេរិកឈ្នះកីឡាករនីបង្គោលក្រហមដោយកីឡាករនីបង្គោលក្រហមសន្លប់នៅក្នុងទឹកទី1បើចង់ស្វាគមន៍